ស្ដីបងអូសួស្ដីបងមានពេលតនេះអត់បងអូទៅនេះទៅបងមានអីមែនអូបងចង់អញ្ជើញបងពីភ្ញៀវកិត្តិយសក្នុងការធ្វើហុកថែក្នុងអង្គរឡែនចឹងហ៎បង មានអីបានទៅបងប៉ុន្តែគាត់ថាខ្ញុំអត់បានត្រៀមខ្លួនហើយណាមួយខ្ញុំអត់យល់ពី concept ដូចជាគោលនៅគេចង់បានអញ្ចឹងណាបងធ្វើអញ្ចឹងខ្ញុំត្រូវការពេលលុយអត់អូត្រូវការភេទតែបងដោយសារតែខាងបងអញ្ជើញបងធ្វើជាភ្ញៀវកិត្តិយសក្នុងការធ្វើហុកថែនិងភ្លក់រសជាតិទុរេងព្រមទាំងបង្ហាញពីចំណាប់អារម្មណ៍តែបងបានពិសាហើយចឹងហ៎បង មានន័យល្អតើអញ្ចឹងខ្ញុំអូខេបាទបងឥឡូវខ្ញុំងាប់បង្ហាញពីរបៀបធ្វើហុកថែហ៎បងយើងធ្វើ passion mojito បើសិនមកពីទូបាទសម្រាប់ passion mojito នោះដូចជា Spy Ram passion សិនស្មានេះគ្រូឆ្មាជីងកាម អូខេអ្វីដែលខ្វះមិនបានគឺស្ករសឥឡូវយើងរៀបចំការធ្វើតម្រងទៅជួយ passion មកហ្មងវាតំណងធ្វើឲ្យឈ្ងុយបើសិនជាបានដាក់ចូលមាត់អែមហ្មងនឹងដល់នេះឥឡូវ passion mojito យើងបានរួចរាល់ហើយមើលទៅតំណងខ្លាំងមែនទែននេះសាក់មើលសិនទៅចំពោះទាំងនេះខ្ញុំឲ្យរ៉ាត់ខ្ញុំឲ្យ10 10ហ្មងមូលហេតុដោយសារតែការធ្វើខ្ញុំមើល step ដែលគាត់ធ្វើហ្នឹងមិនខ្ពស់គាត់ធ្វើចេញមករៀបថាអ្នកជំនាញហ្មងខ្ញុំឲ្យ10សម្រាប់ការធ្វើហើយបើចំពោះរសជាតិវិញគឺខ្ញុំឲ្យ10ដោយសារអីរសជាតិឆ្ងាញ់អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បាទមកញ៉ាំ cocktail បាទនៅអង្គរ Land Boutique កុំភ្លេចបាទនៅទីនេះគឺយើងមានបារសម្រាប់ធ្វើ cocktail ផងដែរការធ្វើ cocktail របស់គាត់គឺខ្ញុំឲ្យ rate ខ្ពស់ដោយសារអីការធ្វើរបស់គាត់គឺស្តង់ដាបែប professional តែម្ដងហើយចំពោះគ្រឿងផ្សំចំពោះការធ្វើរសជាតិខ្ញុំឲ្យអួយហ្មងគឺឲ្យ10 ទៅ10ហ្មងញ៉ាំទ្រីងហើយដល់អាចឈៀលជាមួយនឹងការហែទឹកឬមួយក៏អង្គុយលេងកំសាន្តបាទមើលទេសភាពនៅអង្គរ Land ផងដែរចឹងអរគុណមួយច្រើនដែលបានផ្ដល់ drink ក៏ដូចជាបានបង្ហាញអំពីការធ្វើ cocktail ផងដែរអរគុណច្រើនអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share ដើម្បីទទួលបាន promotion ពិសេសពីខាង Goland យើងផងដែរបាទអរគុណ